សួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយលោកគ្រូទៀតហើយនៅមេរៀនទី41ឥទ្ធិពលនៃគ្រឿងស្រវឹងឥឡូវកូនពិនិត្យមើលរូបភាពនេះគឺជារូបភាពដែលគេអង្គុយហូបគ្រឿងស្រវឹងអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរកូនទាំងអស់គ្នាមកសូត្រមេសូត្រជាមួយលោកគ្រូដែលមានចំណងជើងថាឥទ្ធិពលនៃគ្រឿងស្រវឹងមេសូតបទកាកតេតោះអញ្ចឹងកូនទាំងអស់គ្នាសូត្រជាមួយលោកគ្រូឯអ្នកប្រមឹកប្រមូលកនផឹកធ្វើភឿននឹងក្មេងសំដីច្រើនតឹងស្រវឹងវងវែងជុំហឺអួតឯងមិនចេះក្រខ្សត់អួតទាំងបំពៀនផឹកមួយថ្ងៃលុយមានផឹកមួយថ្ងៃលុយអត់ឯងចេះតែកិនចិនចេះតែកត់ផឹកដល់កំណត់យកស្រែបាញ់ចាំសល់ខ្នាលមួយពីរវាយគូស្ងោស៊ីមិនកិនខ្លាចកម្មផឹកជ្រុលហួសបត់អត់បាយរាល់ឆ្នាំអស់ស្រែបាញ់ចាំកូនទៀតបាទក្រោយពីកូនបានសូត្រជាមួយលោកគ្រូកូនសូត្រដល់ខ្លួនឯងឲ្យបានច្រើនដងច្រើនសារដើម្បីចេះស្ទាត់ក្នុងការសូត្រមេសូត្របទកតេហើយកូនដែលពុំទាន់បានចុច like កូនចុច like មួយហើយកូនចុចសញ្ញាជាវឬក៏ចុច subscribe ដើម្បីទទួលបាននៅមេរៀនថ្មីពីលោកគ្រូ